ស៊ូមជូនរឿងកណ្ដុរជនបទនិងកណ្ដុរទីក្រុងមានសត្វកណ្ដុរក្រុងមួយក្បាលបានទៅលេងមិត្តរបស់វានៅឯជនបទកណ្ដុរជនបទសែងរីករាយក្នុងចិត្តពេលក្រៃនៅពេលដែលបានជួបនឹងមិត្តល្អរបស់ខ្លួនវាទទួលស្វាគមន៍មិត្តនៅអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាមួយពេលដែលខ្លួនរកបានប៉ុន្តែដោយខ្លាចអាហារពុំគ្រប់គ្រាន់សម្រាប់គ្នាពីរនាក់កណ្ដុរជនបទគ្រាន់តែស៊ីគ្រាប់ពូតបន្តិចបន្តួចប៉ុណ្ណោះរួចទុកគ្រាប់សណ្តែកខៀវចំណិតប្រូម៉ាស់ថ្មីមួយដុំនិងផ្លែពងក្រហមមួយឲ្យមិត្តរបស់វាស៊ីបន្ទាប់ពីកណ្ដុរទីក្រុងស៊ីអាហារទាំងនោះរួចវាក៏និយាយឡើងសម្លាញ់តើឯងអាចរស់នៅជនបទនេះបានយ៉ាងដូចម្ដេចឯងមិនដែលបានឃើញអ្វីល្អៗនឹងគេសោះក្រៅតែពីព្រៃព្រឹក្សាទន្លេដងអូរវាលស្រែនិងភ្នំនោះឯងប្រកាសជាធន់ទ្រាំភាពស្ងប់ស្ងាត់នៅទីនេះជាមិនខានទេមើលចុះមានតែសំឡេងសត្វបក្សាបក្សីស្រែកច្រៀងប៉ុណ្ណោះយកល្អឯងទៅរស់នៅឯទីក្រុងជាមួយខ្ញុំទៅទីនោះឯងអាចរស់នៅក្នុងផ្ទះស្អាតមានម្ហូបឆ្ងាញ់ៗជារៀងរាល់ថ្ងៃខ្ញុំជឿថាឯងបានរស់នៅទីក្រុងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះឯងប្រកាសជាភ្លេចអ្វីៗទាំងអស់នៅជនបទនេះជាមិនខាននិយាយចប់កណ្ដុរទាំងពីរក៏ធ្វើដំណើរទៅកាន់ទីក្រុងកណ្ដុរទីក្រុងក៏និយាយទៅកាន់មិត្តរបស់ខ្លួនថាពួកយើងតើយូរណាស់ហើយឯងច្បាស់ជាឃ្លានមិនខានទេអញ្ចឹងពួកយើងទៅរកអាហារមកឆេចំអែកក៏ព្រះសិនទៅនិយាយចប់ពួកគេក៏ដើរទៅកាន់បន្ទប់អាហារមួយពេលនោះកណ្ដុរទីក្រុងបានប្រទះឃើញនំខេកនិងផ្លែឈើរួចវាក៏និយាយឡើងថាណែឯងយកទៅហូបចោះអាហារទាំងនេះល្មមគ្រប់គ្រាន់សម្រាប់ពួកយើងទាំងពីរនេះហើយកណ្ដុរជនបទលើមិត្តភក្តិនិយាយដូច្នេះក៏តបទៅវិញថាអាយ៉ានេះពិតជាអាហារពិសេសមែនទែនសម្លាញ់ឯងពិតជារស់នៅយ៉ាងសម្បូរសប្បាយមែនហើយគ្រាន់តែនិយាយពុំទាន់ផុតពីមាត់ផងស្រាប់តែទ្វាររបើកឡើងឆ្កែមួយក្បាលបោលតម្រង់រកកណ្ដុរទាំងពីរយ៉ាងលឿនកណ្ដុរគ្រាន់តែឃើញឆ្កែភ្លាមក៏ហក់ចុះពីលើតុយ៉ាងស្រន់ស្លោរួចក៏រត់ចូលទៅសំងំក្នុងរូងមួយកណ្ដុរជនបទសែនភិតភ័យជាខ្លាំងពេលនោះមិត្តកណ្ដុរទីក្រុងរបស់វាក៏ពោលឡើងថាកុំខ្លាចអីសម្លាញ់ឆ្កែកំណាចនេះវាចូលរូងនេះមិនរួចទេមួយសន្ទុះក្រោយមកវាក៏នាំគ្នារត់ចូលទៅចង្ក្រានបាយម្ដងពួកវាឃើញផ្លែប៉ោមមួយនៅលើធ្នើររួចនាំគ្នាក៏គេបានមួយចំណិតក៏ស្រាប់តែមានអារម្មណ៍ថាមានភ្នែកមួយគូគួរឲ្យខ្លាចកំពុងសម្លឹងមើលមកខ្លួនឆ្មាកណ្ដុរទីក្រុងស្រែកយំយ៉ាងធ្លាត់សំឡេងរួចពួកវាស្ទុះរត់ចូលទៅសំងំក្នុងប្រហោងជញ្ជាំងមួយក្រោយមកកណ្ដុរជនបទក៏និយាយទៅមិត្តសម្លាញ់របស់វាថាលីហើយសម្លាញ់ឯងពេញចិត្តរស់នៅទីក្រុងជាមួយសត្វឆ្កែនិងឆ្មាចំណែកខ្ញុំវិញពេញចិត្តរស់នៅឯជនបទជាងនៅទីនោះមានសត្វបក្សាបក្សីស្រែកច្រៀងកំដរខណៈដែលខ្ញុំកំពុងបរិភោគអាហារសាមញ្ញធម្មតាដូចជាពូតនិងផ្លែប៉ោមរីឯទីក្រុងនេះវិញមានឆ្មាចាំឃ្លាំមើលឯងបរិភោគអាហារល្អៗគ្រប់ពេលខ្ញុំចូលចិត្តពូតរបស់ខ្ញុំព្រមទាំងកន្លែងដែលមានសុវត្ថិភាពជាងបរិភោគនំខេករបស់ឯងនៅកន្លែងគ្រោះថ្នាក់យ៉ាងដូចនេះណាទទួលទានអាហារធម្មតាសាមញ្ញនៅកន្លែងសុវត្ថិភាពល្អជាងទទួលទានអាហារពិសេសនៅកន្លែងភ័យខ្លាច